គ្នាថ្ងៃនេះខ្ញុំមកអាំងត្រីឌៀបញ៉ាំជាមួយទឹកត្រីអំពិលទុំជាមួយនំបញ្ចុកបងប្អូនចានេះខ្ញុំមានត្រីឌៀបនេះធំបងប្អូនមួយជាង1 គីឡូ2 ខាំចានេះម្ទេសគល់ស្លឹកគ្រៃស្លឹកក្រូចនេះយើងសម្រាប់ដាក់ក្នុងមាត់ត្រីក្នុងពោះត្រីចានេះជាទឹកអំពិលទុំខ្ញុំក៏តន់នេះទេខ្ញុំគ្រាន់តែដាក់រាវទឹកអំពិលរាវទឹកយើងឲ្យអំពិលទុំហ្នឹងចេញជាតិជូរបានល្អអញ្ចឹងណាចាហើយនេះជាបន្លែបងប្អូនបន្លែមានអីទេមានទឹកសក់ជីលឹកទឹកភ្លូទួយភ្លូបងប្អូនហើយនឹងសឡាត់ស្រួយចាឥឡូវយើងចាប់ផ្ដើមយកត្រីទៅអាំងចាឥឡូវយើងយកត្រីរបស់យើងទៅដាក់អាំងហើយចាឥឡូវខ្ញុំយកត្រីនឹងយកមកដាក់អាំងណាចាឃើញថាត្រីអាំងរបស់យើងបានជិតឆ្អិនហើយឥឡូវយើងទៅឆាទឹកត្រីអំពិលទុំបងប្អូនចានេះជាទឹកអំពិលទុំខ្ញុំស្រង់យកគ្រាប់ចេញចេះមកហើយមានខ្ទឹមសចិញ្ច្រាំមានស្លឹកខ្ទឹមហើយនឹងខ្ទឹមក្រហមដំបូងយើងចាក់ប្រេងឆាចូលតិចចឹងចាក់ទឹកអំពិលទុំចូលតបមកចាក់ទឹកត្រីចូលទៅស្ករប៊ីចេងម្សៅស៊ុបបងប្អូនដាក់ចូលតិចមកចាក់ប្រេងខ្យងចូលតិចអំបិលแล้วទឹកអំពិលទុំយើងបានពុះហើយឥឡូវយើងបិទភ្លើងមកចាឥឡូវនេះត្រីអាំងទឹកអំពិលទុំជាមួយនំបញ្ចុកបានធ្វើរួចរាល់ណាបងប្អូននេះចាឥឡូវខ្ញុំនឹងចាប់ផ្ដើមភ្លុកហើយ